ក្បួនខ្នាតទាំង30សម្រាប់ភាពសុខសាន្តក្នុងរង្វង់គ្រួសារចេះគ្រប់គ្នាទៅវិញទៅមក2មានភាពស្មោះត្រង់ជានិច្ច3ស្ដាប់សិនមុននឹងនិយាយ4ជួយដោយមិនបាច់គេសុំ5ប្រកាន់នឹងគោរពពាក្យសន្យា6ចេះនិយាយពាក្យសូមអញ្ជើញនិងអរគុណ7គុំស្រែកឲ្យគ្នានិងហៅចំឈ្មោះ8ត្រូវចេះរៀបចំទុកដាក់ឬលាងសម្អាតក្រោយខ្លួនរើកកាយឬធ្វើឲ្យប្រឡាក់អ្វីមួយ9ចំណាយពេលជាមួយគ្នារៀងរាល់ថ្ងៃ10ពេលធ្វើខុសត្រូវចេះសុំទោស11គាំទ្រក្តីសុបិនគ្នាទៅវិញទៅមក12ហូបអាហារជុំគ្នា13ពេលជុំគ្នានៅតុបាយកុំមើលទូរស័ព្ទ14ចែកគ្នាទទួលខុសត្រូវ15ឧស្សាហ៍បង្ហាញក្តីស្រឡាញ់ចំពោះគ្នា16មានចិត្តសប្បុរសហើយចេះខន្តី17ត្រូវស្គាល់កន្លែងរបស់សមាជិកម្នាក់18ពេលមានបញ្ហាត្រូវដោះស្រាយដោយស្ងៀមស្ងាត់19សើចសប្បាយជាមួយគ្នាឲ្យបានញឹកញាប់20ជួយលើកទឹកចិត្តគ្នាទៅវិញទៅមក21ចេះលាក់ការអាត់កំបាំងក្នុងក្រុមគ្រួសារ22បន់ស្រន់ឬគិតគូរពិចារណាជាមួយគ្នា23ធ្វើអ្វីត្រូវខិតខំអស់ពីចិត្តកាយ24ចេះថែទាំទុកដាក់របស់របរក្នុងក្រុមគ្រួសារ25ផ្ដល់ជំនួយឲ្យគ្នានៅពេលដែលត្រូវការ26មិនលាក់បាំងអ្វីដែលធ្វើឲ្យអ្នកដទៃក្នុងគ្រួសារឈឺចាប់27ទទួលយកកំហុសហើយរៀនសូត្រ28ពេលបានជោគជ័យត្រូវជួយអបអរគ្នា29និយាយរឿងវិជ្ជមានពីក្រុមគ្រួសារនិង30រាល់ពេលត្រូវតែគិតដល់គ្រួសារមុនគេអ្វីទៅជាចរិតមនុស្សល្អនិយាយស្ដីដោយចិត្តស្មោះធ្វើកិច្ចការដោយផ្ចិតផ្ចង់ផ្ដល់ភាពស្មោះត្រង់នៅពេលនៅជាមួយគ្នាធ្វើជាមនុស្សមានសច្ចធម៌មិនបោកប្រាស់មនុស្សដែលទុកចិត្តនេះមិនបោះបង់មនុស្សដែលផ្ដល់តម្លៃឲ្យនេះមិនធ្វើបាបចិត្តមនុស្សដែលស្រឡាញ់នេះមិនបំភ្លេចមនុស្សដែលខំជួយនេះនេះគឺជាមូលដ្ឋាននៃការធ្វើជាមនុស្សល្អមនុស្សដែលមានចរិតល្អមានសីលធម៌ផ្ទាល់ខ្លួនសេចក្តីសប្បុរសនិងភាពស្មោះត្រង់របស់ពួកគេគឺជាខែលដ៏រឹងមាំដូច្នេះពួកគេមិនត្រូវការច្បាប់ខាងក្រៅច្រើនទេហើយសន្តានចិត្តល្អនេះហើយក៏នឹងដាស់សតិពួកគេមិនបង្កគ្រោះថ្នាក់ឬក្បត់ចិត្តមនុស្សជាទីស្រឡាញ់បានឡើយរឹតតែមិនអនុញ្ញាតឲ្យនាងរងទុក្ខរងអយុត្តិធម៌ទឹកភ្នែកជោគខ្នះផ្ទុយទៅវិញមនុស្សដែលមានសន្តានអាក្រក់ប្រៀបដូចជាដុំថ្មធំដែលបង្កប់ខ្លួនក្រោមផ្ទៃទឹកដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតប្រចាំថ្ងៃគ្រប់វិនាទីនៅពេលពួកគេជួបបញ្ហាការបញ្ចេញប្រតិកម្មដំបូងរបស់គេមិនមែនជាការរ៉ាប់រងទទួលខុសត្រូវទេបែរជាកំសារិះថយគេចវេះឬអាចច្រានចោលកំហុសគ្រប់យ៉ាងរបស់ខ្លួនឯងទម្លាក់កំហុសឲ្យគេដែលឥតអៀនខ្មាស់ដោយសារតែពួកគេមិនមានទំនួលខុសត្រូវនិងខ្វះមានអីផ្ទាល់ខ្លួនពេលបាននៅជាមួយមនុស្សបែបនេះអ្នកនឹងស្មានមិនត្រូវទេថានៅពេលបន្ទាប់ទៀតគេអាចនឹងប្រព្រឹត្តទង្វើអ្វីខ្លះប្រើសម្ដីអ្វីខ្លះមកចាក់អ្នកឲ្យឈឺនោះឡើយពីព្រោះពួកគេដឹងច្បាស់ថានិយាយបែបណាអាចចាក់ទម្រង់បេះដូងរបស់អ្នកឲ្យឈឺបំផុតបាន សិញ្ជឹងគិតម្ដងទៀតទៅលើចំណុចដ៏តូចមួយនេះហើយគឺជាផ្ទះរបស់យើងមនុស្សគ្រប់រូបអ្នកដែលយើងស្រឡាញ់អ្នកដែលយើងធ្លាប់ស្គាល់អ្នកដែលយើងធ្លាប់ឮឈ្មោះមនុស្សគ្រប់រូបតាំងពីគ្រប់ជំនាន់គឺរស់នៅទីនេះរាល់ការសប្បាយនិងការឈឺចាប់គ្រប់សាសនាមនុស្សគុំវិជាទ្រឹស្ដីសេដ្ឋកិច្ចមនុស្សសម័យបុរាណដែលរស់នៅដោយការបរបាញ់
វរៈជនកំសាជនអ្នកបង្កើតនិងអ្នកបំផ្លាញអរិយធម៌ស្ដេចនិងរីគូស្នេហ៍វ័យក្មេងនិងឪពុកម្ដាយវ័យចំណាស់និងកូនក្មេងពេញដោយក្តីសង្ឃឹមអ្នកពូកែច្នៃប្រឌិតបង្កើតរបស់ថ្មីនិងរបបកំហើញថ្មីគ្រូបង្រៀនអ្នកនយោបាយពុករលួយតារាល្បីៗមេដឹកនាំផ្ដាច់ការបព្វជិតនិងបាបជនគ្រប់រូបនៅក្នុងប្រវត្តិមនុស្សជាតិយើងគឺរស់នៅទីនេះនៅលើចំណុចដ៏តូចល្អិតជាល្អធូលីអណ្ដែតនៅក្នុងចំណងពន្លឺព្រះអាទិត្យផែនដីគ្រាន់តែជាចំណុចដ៏តូចល្អិតមួយប៉ុណ្ណោះនៅក្នុងលំហដ៏ល្វឹងល្វើយនៃចក្រវាឡយើងសាកគិតទៅមើលអំពីមេតបនិងអធិរាជដែលសម្លាប់មនុស្សបង្ហូរឈាមគ្នាដើម្បីបានធ្វើជាអ្នកត្រួតត្រាត្រឹមមួយរយៈពេលខ្លីនៅលើផ្នែកដ៏តូចមួយនៃចំណុចដ៏តូចល្អិតមួយគិតអំពីទង្វើដ៏ឃោរឃៅដែលរាប់មិនអស់របស់មនុស្សមួយក្រុមធ្វើទៅលើមនុស្សមួយក្រុមទៀតដែលជាមនុស្សដូចគ្នារស់នៅលើចំណុចដ៏តូចល្អិតមួយនេះយើងឃើញថាមនុស្សយើងគឺពោពេញខ្លាំងណាស់ទៅដោយការមិនយល់គ្នាស្រេកឃ្លានតែនឹងការកាប់សម្លាប់គ្នាដុតរលរាលទៅដោយការស្អប់ខ្ពើមគ្នាទៅវិញទៅមកភាពក្រអឺតក្រទមរបស់យើងគិតស្មានថាសំខាន់ជាងគេច្រឡំថាយើងមានលក្ខណៈពិសេសជាងគេនៅក្នុងចក្រវាឡនេះគឺគួរតែភ្ញាក់ខ្លួនដោយរូបភាពនៃចំណុចតូចភ្លឺល្អិតមួយនេះផែនដីរបស់យើងគឺជាចំណុចភ្លឺដ៏តូចល្អិតឯកាមួយហ៊ុំព័ទ្ធទៅដោយភាពងងឹតនៃចក្រវាឡនៅក្នុងដែនកំណត់នៃចំណេះដឹងរបស់យើងក្នុងភាពល្វឹងល្វើយនៃចក្រវាឡនេះគ្មានតម្រុយណាមួយនោះទេដែលថានឹងអាចមានជំនួយពីខាងក្រៅណាមួយមកជួយសង្គ្រោះយើងពីទង្វើរបស់យើងខ្លួនឯងគិតមកទល់នឹងពេលនេះផែនដីគឺជាកន្លែងតែមួយគត់ដែលអាចទ្រទ្រង់ជីវិតគ្មានកន្លែងណាផ្សេងទៀតនោះទេឬយ៉ាងហោចណាស់គ្មានទេក្នុងរយៈពេលខ្លីខាងមុខនេះកន្លែងដែលអាចឲ្យយើងរស់នៅបានត្រឹមតែមើលអាចបានតែបើឲ្យទៅរស់នៅជាអចិន្ត្រៃយ៍គឺមិនបាននោះទេដូច្នេះចង់ឬមិនចង់នៅក្នុងពេលបច្ចុប្បន្នផែនដីគឺជាជំរកតែមួយគត់ដែលយើងត្រូវការពាររូបភាពមួយនេះបញ្ជាក់ច្បាស់អំពីការទទួលខុសត្រូវរបស់យើងដែលត្រូវមានចិត្តសប្បុរសចំពោះគ្នាទៅវិញទៅមកហើយត្រូវចេះស្រឡាញ់និងថែរក្សាចំណុចតូចភ្លឺខៀវព្រាលមួយនេះដែលជាជំរកតែមួយគត់របស់យើងសញ្ញាទិម6របស់មនុស្សមានអត្តចរិតគួរឲ្យគោរពសេចក្តីគោរពការឲ្យតម្លៃនិងការផ្ដល់កិត្តិយសពីសំណាក់មនុស្សជុំវិញខ្លួនគឺជាគុណតម្លៃមួយដ៏ថ្លៃថ្លាដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានដើម្បីទទួលបានគុណតម្លៃទាំងនេះគឺមិនពិបាកនោះទេក៏ប៉ុន្តែក៏មិនមែនជារឿងងាយស្រួលនោះដែរព្រោះវាអាស្រ័យលើអត្តចរិតរបស់យើងម្នាក់សញ្ញាទិម6ដែលបង្ហាញថាអ្នកជាមនុស្សដែលមានអត្តចរិតគួរឲ្យគោរព1គោរពពាក្យសន្យាការគោរពពាក្យសន្យាពិតជាមានសារៈសំខាន់ណាស់ព្រោះវាជាផ្នែកមួយដែលធ្វើឲ្យយើងក្លាយជាមនុស្សមានតម្លៃសូម្បីសុភាសិតខ្មែរយើងក៏បានលើកឡើងផងដែរថាមនុស្សគេយកសម្ដីដំរីគេយកភ្លុកហេតុនេះពាក្យសម្ដីឬពាក្យសន្យារបស់យើងគឺពិតជាមានតម្លៃខ្លាំងណាស់ដូច្នេះហើយទើបមនុស្សដែលនិយាយហើយធ្វើតែងទទួលបានការគោរពនិងឲ្យតម្លៃពីអ្នកដទៃ2គួរឲ្យទុកចិត្តក្រៅពីការគោរពពាក្យសន្យាអ្នកក៏ជាមនុស្សដែលគួរឲ្យទុកចិត្តបានផងដែរព្រោះអ្នកជាមនុស្សមានភាពស្មោះត្រង់ដែលតែងតែនិយាយការពិតលើសពីនេះនៅពេលដឹងឥតកំបាំងអ្នកដទៃអ្នកមិនយកទៅនិយាយផ្ដេសផ្ដាសនោះទេព្រោះអ្នកដឹងថាវាមិនមែនជារឿងគួរនិយាយជាពិសេសអ្នកក៏មិនដែលចេះផិតក្បត់ឬបោកប្រាស់នៅពេលមានទំនាក់ទំនងជាមួយនរណាម្នាក់នោះដែរ3ចេះគោរពនិងឲ្យតម្លៃអ្នកដទៃអ្នកជាមនុស្សដែលមិនចេះប្រកាន់ខ្លួនចេះគោរពនិងឲ្យតម្លៃអ្នកដទៃដូចគ្នាមិនថាគេជាជនជាតិអ្វីប្រភេទអ្វីកាន់សាសនាឬមានទស្សនៈនយោបាយបែបណានោះទេអ្នកចេះសម្របខ្លួនទៅនឹងភាពចម្រុះនិងមានគោលគំនិតចូលចិត្តស្វែងយល់ពីវប្បធម៌របស់អ្នកដទៃ4ចេះយកអាសារអ្នកដទៃនៅពេលឃើញអ្នកដទៃមានទុក្ខលំបាកឬជួបបញ្ហាអ្នកមិនអាចឈរនៅស្ងៀមមិនជួយនោះទេព្រោះមានអារម្មណ៍ថាមិនគប្បីប្រសិនបើអ្នកអាចជួយគេបានអ្នកនឹងធ្វើភ្លាមដោយសារអ្នកយល់ថាពិភពលោកនឹងក្លាយជាកន្លែងគួរឲ្យចង់រស់នៅពេលដែលមនុស្សគ្រប់គ្នាចេះជួយគ្នាទៅវិញទៅមក5ចេះដាក់ខ្លួនជានិច្ចកាលអ្នកមិនដែលគិតថាខ្លួនឯងជាមនុស្សមានសមត្ថភាពខ្ពស់ជាងអ្នកដទៃនោះទេទោះជាអ្នកជាមនុស្សពូកែយ៉ាងណាក៏ដោយអ្នកតែងតែមានស្មារតីរៀនសូត្រពីភាពខ្លាំងរបស់អ្នកដទៃហើយចំណុចនេះបានធ្វើឲ្យមនុស្សជុំវិញខ្លួនគោរពស្រឡាញ់អ្នកដែលគ្មានលក្ខខណ្ឌ6មិនស្ទាក់ស្ទើរទទួលកំហុសគ្មាននរណាម្នាក់ល្អឥតខ្ចោះឬពូកែគ្រប់រឿងនោះទេគ្រប់គ្នាតែងតែបង្កើតកំហុសប៉ុន្តែមិនមែនជារឿងងាយស្រួលទេក្នុងការទទួលកំហុសខ្លួនឯងព្រោះទង្វើនេះធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងជាមនុស្សមិនឆ្លាតឬក៏ខ្លាចមានបញ្ហាយ៉ាងណាមិញអ្នកហ៊ានប្រឈមមុខនឹងការពិតនិងមិនស្ទាក់ស្ទើរក្នុងការទទួលកំហុសនោះទេហើយចំណុចនេះក៏ធ្វើឲ្យអ្នកដទៃកោតសរសើរអ្នកផងដែរសរុបមកអត្តចរិតគឺពិតជាសំខាន់ណាស់ក្នុងការរស់នៅនិងបំពេញការងារព្រោះវាអាចធ្វើឲ្យអ្នកក្លាយជាមនុស្សមានតម្លៃនិងទទួលបានការគោរពពីអ្នកដទៃប៉ុន្តែក៏អាចធ្វើឲ្យអ្នកបាត់បង់តម្លៃដូចគ្នាយ៉ាងណាមិញប្រសិនបើអ្នកជាមនុស្សមានទាំង6ចំណុចខាងលើក្នុងខ្លួនមានន័យថាអ្នកបានបង្កើតគុណតម្លៃកិត្តិយសនិងកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯងរួចទៅហើយដំបូលមានសម្រាប់មនុស្ស18ឆ្នាំដល់55ឆ្នាំ
មួយជីវិតមិនរងចាំអ្នកឲ្យអ្នករស់នៅយ៉ាងសុខស្រួលទេអ្នកត្រូវតែភ្ញាក់ពីព្រលឹមហើយអ្នកត្រូវតែខិតខំធ្វើការងារឲ្យអស់ពីសមត្ថភាពនិងលទ្ធភាពរបស់អ្នក 2. កុំបង្ខំគេឲ្យជ្រើសរើសយករូបអ្នកគឺអ្នកត្រូវចេះរស់នៅដោយខ្លួនឯង 3. គ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យបានព្រោះវាធ្វើឲ្យអ្នកដោះស្រាយបញ្ហាបានហើយ 4. ដើម្បីកុំឲ្យខកចិត្តអ្នកត្រូវរាប់អានមនុស្សណាដែលមិនផ្ដល់ផលប្រយោជន៍ដល់រូបអ្នក 5. ពេលវេលាប្រកាសជាប្រាប់អ្នកថាមនុស្សដែលអ្នកបានស្រឡាញ់និងរាប់អានគឺជាមនុស្សប្រភេទណាហើយ 6. កុំខ្វល់នឹងរឿងរបស់អ្នកដទៃនោះអ្នកនឹងដេកលក់ស្រួលហើយ 7. ថែរក្សាសុខភាពរបស់អ្នកឲ្យល្អទោះបីជាមានអ្វីកើតឡើងក៏អ្នកនៅតែរស់នៅដោយសេចក្តីសុខដែរ 8. បើអ្នកខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីសមត្ថភាពទៅនោះអ្នកនឹងទទួលលទ្ធផលដ៏ពេញចិត្តហើយ 9. ប្រសិនបើអ្នកមិនខិតខំប្រឹងប្រែងធ្វើឲ្យសុបិនរបស់អ្នកខ្លាចជាការពិតនោះទេនោះអ្នកដទៃនឹងជួលអ្នកធ្វើឲ្យសុបិនរបស់គេខ្លាចជាការពិតទៅវិញហើយ 10. កុំខ្វល់ទៅនឹងដំបូលមាននៃក្រុមមនុស្សមិនបានការខ្លះព្រោះពួកគេចង់ឲ្យតែអ្នកជួបនៅភាពអន្តរាយទេ 11. បើអ្នកធ្វើការឬក៏អង្គុយក្នុងការិយាល័យអស់រយៈពេល30ឆ្នាំរងចាំឲ្យគេប្រើដោយវក់វីដែលមិនបានមុខតំណែងទូនាទីនឹងបនសាអ្វីសោះនោះវាគឺជាការចំណាយពេលវេលាឥតប្រយោជន៍ហើយ 12. ប្រសិនបើអ្នកបានធ្វើឲ្យសម្រេចគោលបំណងរបស់អ្នកហើយទើបអ្នកឲ្យគេដឹងគឺជីវិតរបស់អ្នកមានលក្ខណៈល្អប្រពៃណាស់ 13. អ្នកប្រកាសជាឆ្លៀសវៃជាមុនប្រសិនបើអ្នកគុំរវល់នឹងរឿងមិនបានការជាច្រើននៅជុំវិញខ្លួនរបស់អ្នក 14. អ្នកនឹងកាន់តែឆ្លៀសវៃទៅទៀតប្រសិនបើអ្នកអាចបង្កើនឱកាសឲ្យខ្លួនឯងហើយប្រយ័ត្នប្រយែងបំផុតជីវិតយើងមានរឿងបរាជ័យពីរដែលត្រូវមនុស្សគ្រប់គ្នាត្រូវជួបប្រទះការបរាជ័យលើកទី1គឺល្ងងខ្លៅការបរាជ័យលើកទី2គឺក្អេងក្អាងនៅពេលដែលយើងល្ងងខ្លៅយើងមិនដឹងពីច្បាប់ទម្លាប់ពិភពលោកយើងងាយនឹងខ្លាចជាឈ្នន់របស់គេប្រើប្រាស់នៅពេលដែលយើងធ្លាក់ចូលក្នុងភាពក្អេងក្អាងយើងងាយនឹងភ្លេចធាតុដើមចេតនាដើមឆ្លក់បងវែងនឹងភាពឥតប្រយោជន៍ហឺហាសម្ភារៈនិយមហើយបាត់បង់ទិសដៅការបរាជ័យទាំងពីរនេះគឺជាការសាកល្បងជីវិតហើយក៏មានមនុស្សភាគតិចបំផុតដែលអាចបំបែកវាបានខ្លាចជាបុគ្គលខ្លាំងពិតប្រាកដពួកគេមានសន្តិភាពផ្លូវចិត្តដោយសារពួកគេយល់ពីតួនាទីនិងបេសកកម្មរបស់ពួកគេមានតួនាទីជាអ្នកបែងចែកធនធានសង្គមនេះជាច្បាប់ក្នុងលោកដូច្នេះហើយកុំខ្លាចនឹងការបរាជ័យគឺជាដុំថ្មដុំកល់ដែលឲ្យយើងជន់ឡើងរីកចម្រើនឲ្យតែយើងអាចរៀនសូត្រស្វែងរកកំហុសខ្លួនឯងពីការបរាជ័យយើងប្រកាសជាអាចស្វែងរកផ្លូវដែលត្រូវឃើញប្រសិនបើយើងចង់ធ្វើឲ្យធម៌ពលរបស់យើងច្បាស់លាស់ឡើងវិញចូលកុំងាយបង្កបញ្ហាជាមួយអ្នកដទៃចាំពាក្យនេះទុកខ្ញុំគោរពវាសនារបស់អ្នកខ្ញុំយល់ពីដែនកំណត់របស់អ្នកខ្ញុំយល់ពីអាកប្បកិរិយារបស់អ្នកប្រយោគនេះហាក់ដូចជាសាមញ្ញប៉ុន្តែវាមានសេចក្តីពិតដ៏ជ្រាលជ្រៅធ្វើដោយមិនដេញដើម្បីរក្សាឯករាជ្យភាពនិងភាពស្និទ្ធស្នាលរបស់អ្នកនៅក្នុងជីវិតហើយមិនត្រូវបានប៉ះពាល់ដោយអារម្មណ៍និងបញ្ហារបស់អ្នកដទៃយើងអាចបកស្រាយប្រយោគនេះពីទិដ្ឋភាព3ខាងក្រោមគុំបង្កបញ្ហាជាមួយអ្នកដទៃដែលងាយនេះគឺជាអាកប្បកិរិយាការពារខ្លួនឯងហើយវាក៏ជាសមត្ថភាពដាក់វិន័យខ្លួនឯងផងដែរពួកយើងត្រូវដឹងថាមនុស្សយើងម្នាក់គឺមានវាសនាកំណត់និងដែនកំណត់រៀងខ្លួនយើងមិនអាចកែប្រែអ្នកដទៃហើយយើងក៏មិនចាំបាច់កែប្រែអ្នកដទៃយើងទទួលខុសត្រូវចំពោះតែជំរឿនិងសកម្មភាពរបស់យើងប៉ុណ្ណោះហើយមិនគួរជ្រៀតជ្រែកឬវិនិច្ឆ័យជីវិតអ្នកដទៃឡើយ